ស្បែករបស់អ្នកម៉ែហ្នឹងគួរឲ្យចង់ស្ទាបអង្អែលខ្លាំងណាស់អ្នកម៉ែនេះអ្នកម៉ែនឹងបងម៉ែតកំពុងតែព្រះអើយខ្ញុំឈួតឥឡូវហើយបងម៉ែតຕົកកំភ្លើសិនទៅបងនេះបងកើតអីហ្នឹងខ្ញុំមិនយល់ទេអ្នកម៉ែកើតអីមែនទេយីអនាគតម៉ែក្មេងខ្ញុំនេះអីក៏សាច់ជីម្លេះទៀតលោកអើយមើលចុះសាច់ឲ្យឡើងសខ្ចីដូចបណ្ដូលចេកអញ្ចឹងលោកអើយក្រមុំមិនដូរទេអូអោះតោះតែម្ដងហើយនេះអូកូនម៉ែនចូលមកឲ្យគៀកម៉ែបន្តិចមកកូនម៉ែមិនស្រួលខ្លួនទេដូចក្តៅរងាមិនដឹងទេកូនអ្នកម៉ែហើយចុះអូនពុំងារទៅណាហើយអ្នកម៉ែខ្ញុំមកមួយសន្ទុះហើយមិនតាន់បានជួបមុខទេនេះកូនពុំងារចេញទៅក្រៅបាត់ហើយតោះតែល្ងាចទៅមកវិញនេះកូនមានអ្វីមែនទេកុំអាទៅវិញអីណាកូននៅកំដរម៉ែសិនទៅអូយរងាណាស់បាទអ្នកម៉ែហើយមានអីឲ្យកូនបំរើទេចាំកូនជួយចម្បាច់ដៃជើងឲ្យអ្នកម៉ែណាមើលទៅអ្នកម៉ែដូចជាអស់កម្លាំងខ្លាំងណាស់អាហ៊ីអ្នកម៉ែឲ្យដៃខ្ញុំសម្បើមណាស់ឥឡូវហ្នឹងឲ្យខ្ញុំក៏ល្អដែរកូនម៉ែឈឺត្រង់នេះហើយត្រង់នេះទៀតជួយម៉ែបន្តិចទៅកូនណាអូអ្នកម៉ែស្បែករបស់អ្នកម៉ែហ្នឹងគួរឲ្យចង់ស្ទាបអង្អែលខ្លាំងណាស់ពលក៏ក្រអូបទៀតអូយខ្ញុំទ្រាំមិនបានទេអូនចំប៉ាអាម៉េចអាម៉ាហ្នឹងចាំគិតគ្នាតាមក្រោយទៀតទៅបើខ្ចីម្លឹងអាណាគេទ្រាំបានទេកុំលឺពេកបងម៉ែនប្រយ័ត្នអ្នកចិត្តខាងស្ដាប់លឺអ្នកម៉ែនេះអ្នកម៉ែនឹងបងម៉ែតកំពុងតែព្រះអើយខ្ញុំឈួតឥឡូវហើយអូពុំងារគឺថាអានណែមិនបាច់តាមទេបងម៉ែនយើងធ្វើការបន្តទៀតទៅឲ្យលឿនឡើងអូនរងចាំបងណាបាទអ្នកម៉ែខ្ញុំនេះស្រឡាញ់អ្នកម៉ែខ្លាំងណាស់ចាប់ពីថ្ងៃនេះទៅបងម៉ែតគឺជារបស់អូនតែម្នាក់គត់បងស្ដាប់បានទេបាទអូនចំប៉ាអូនឯងនេះហិលមែនតែនខ្ញីកាន់តែចាស់គឺកាន់តែហិលផុសគេមែនតែនតែម្ដងហើយនេះអូនពុំងារមានរឿងអីមែនទេជប់ផ្ទះសិនមកអូនមកបងវណ្ណៈជួយខ្ញុំផងបងខ្ញុំខ្មាស់កែខ្លាំងណាស់ធ្វើចិត្តឲ្យត្រជាក់សិនណាក្មួយប្រាប់អ៊ំមកមើលតើមានរឿងអ្វីទៅគឺអ្នកម៉ែនឹងបងម៉ែនពួកគាត់លួចសហាយស្មន់នឹងគ្នាខ្ញុំបានឃើញផ្ទាល់ភ្នែកទាំងគូខ្ញុំធ្វើចិត្តមិនបានទេអ៊ំស្រីមានរឿងឲ្យតល់តែបានពិតជាចរិតថោកមែននាងចម្ប៉ាវណ្ណៈឆាប់យកឡានចេញទៅពុកនឹងទៅផ្ទះនាងចម្ប៉ានឹងឥឡូវនឹងតែម្ដងហើយនេះពុកវាស្ងប់អារម្មណ៍សិនទៅក្មួយពុំងារនៅភ័យមិនទាន់បាត់នៅឡើយទេពុកម៉ែខ្ញុំមិនទាន់យល់ទេនេះហើយមានរឿងអីកើតឡើងទៅឪពុកម៉ែហើយមិនក៏មិញចម្ប៉ានឹងស្មន់ជាមួយនឹងកូនប្រសាខ្លួនឯងដូចនេះអាណិតប្អូនពុំងារខ្លាំងណាស់មិនគួរមកជួបរឿងបែបនេះនោះទេនេះរឿងវាវែងឆ្ងាយណាស់កូនទោះនិយាយ3ថ្ងៃទៀតក៏មិនអស់ដែរណាហើយចោះសម្រាប់សិនទៅណាក្មួយនៅថ្ងៃណាមួយក្មួយនឹងដឹងការពិតខ្លួនឯងហើយតើមានអ្វីលាក់បាំងទៅអ៊ំស្រីខ្ញុំមិនជ្រាបនោះទេដឹងត្រឹមតែថាខ្ញុំស្រឡាញ់អ្នកម៉ែខ្លាំងណាស់ទោះបីគាត់ខុសយ៉ាងណាក៏ដោយក៏គាត់ជាអ្នកផ្ដល់កំណើតឲ្យខ្ញុំដែរបំភ្លេចអាប្រុសក្បត់នឹងចោលទៅណាក្មួយកុំស្រណោះស្រណោកសោកសៅយូរពេកបន្លាមុតត្រូវយកបន្លាជួសណាក្មួយមិនខ្វះទេមនុស្សប្រុសនោះមានម៉ាកណូក៏ដីអីណោះណាក្មួយអើយហើយកូនវណ្ណៈក៏នៅទំនេរដែរអាចយកមកស្អំបេះដូងបានមនុស្សប្រុសល្អដោយកូនវណ្ណៈនេះមានក៏មិនច្រើនដែរណាក្មួយស្រីមែនហើយមិនក៏ខ្ញុំនឹកមិនឃើញអញ្ចឹងកូនវណ្ណៈនិងកូនពុំងារស័ក្តិសមគ្នាបំផុតហើយខ្ញុំមិនចង់គិតរឿងស្នេហាទៀតទេវាឈឺលើសពីការរំពឹងទុកទៅទៀតតាមកាប់ទៅ
ខ្ញុំលួចចាប់អារម្មណ៍នឹងអូនពុំងារហ្នឹងជាយូរឆ្នាំណាស់មកហើយប៉ុន្តែខ្ញុំគ្មានភាពក្លាហានទាល់តែសោះទើបបើកឱកាសឲ្យនាមេតហ្នឹងចូលសុំស្នេហ៍អូនពុំងារបានមុនប៉ុន្តែចាប់ពីថ្ងៃនេះតទៅបងនឹងស្អំបេះដូងរបស់អូនឲ្យបានស្រស់បំព្រងឡើងវិញណាអូនណាល្អណាស់កូនប្រុសម៉ែឲ្យអញ្ចឹងឡើងអាយុ30ប្លាយទៅហើយនៅមិនទាន់រកគូឃើញនឹងគេទៀតបានខ្ញុំនឹងផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតដើម្បីព្យាបាលបេះដូងមួយនេះយេខ្ញុំរកប្រពន្ធជូនពុកម៉ែបានហើយអូយច្រឡំរំភើបចិត្តខ្លាំងពេកបាទអូម៉ែស្មានតែឯងទៅសងំខូចចិត្តនៅឯណាតាមពិតទៅយកចិត្តយកថ្លើមបងចំបៃទេអីកូនស្រីម៉ែអ្នកម៉ែឲ្យកូនសំទោសបានហើយឈប់សម្ដែងធ្វើជាតួឯងទៀតទៅឯងដឹងរឿងអស់ហើយមែនទេបើដឹងហើយក៏ល្អដែរព្រោះយើងសងសឹកបានសម្រេចហើយឯងនេះពឹសពុលខ្លាំងណាស់នាងចម្ប៉ាក្រែងឯងសន្យានឹងបងហើយមែនទេថាឯងនឹងមិនធ្វើបាបក្មេងស្រីម្នាក់នេះទេហើយនឹងស្រឡាញ់ដូចជាកូនបង្កើតឯងភ្លេចអស់ហើយមែនទេចម្ប៉ាជួយមិនបានទេបងស្រីខ្ញុំមិនដែលភ្លេចថ្ងៃដែលឪពុកម្ដាយវាធ្វើបាបចិត្តខ្ញុំទេខ្ញុំឈឺចាប់ខ្លាំងណាស់បងសង្ឃពួកឯងក្បត់យើងហេតុអីក៏ធ្វើបែបនេះដាក់ខ្ញុំអញ្ចឹងចម្ប៉ាបងមិនបានស្រឡាញ់អូនទេមនុស្សស្រីដែលខ្ញុំស្រឡាញ់គឺអូនមីលារឿងរបស់យើងវាមិនអាចទៅរួចទេណាបងចង់ធ្វើតាមបេះដូងរបស់បងខ្លួនឯងណាអូនណាចុះលោកចុះស្ដីខ្ញុំធ្វើអីដឹងទេថាខ្ញុំខ្មាស់អ្នកស្រុកប៉ុណ្ណាមកពីចាស់ទុំទាំងសងខាងជាអ្នកផ្គូផ្គងទាំងអស់អូនចម្ប៉ាដោះលែងបងទៅណាបងមិនអាចរៀបការជាមួយនឹងអូនបានទេតែខ្ញុំស្រឡាញ់បងខ្ញុំមិនឲ្យបងទៅរៀបការជាមួយស្រីផ្សេងជាដាច់ខាតជាពិសេសគឺជានាងមាលានាងមាជ្រែកស្នេហ៍បានអញ្ចឹងក៏សាកទៅចាំមើលតើអ្នកណាឈ្នះអ្នកណាចាញ់បងសុកគឺជារបស់ខ្ញុំតែម្នាក់គត់ហើយយើងទាំងពីរនាក់កំពុងតែមានកូនតូចៗនៅក្នុងពោះមិនប៉ិតទេឯងនិយាយកុហកមិនប៉ិតទេឲ្យកូនមកខ្ញុំវិញមកកុំយកកូនរបស់ខ្ញុំទៅអីខ្ញុំសូមអង្វរនាងចម្ប៉ាពេលនេះនាងយល់អារម្មណ៍មួយនេះហើយមែនទេនាងមាលាយើងនឹងយកកូនរបស់ឯងមកធ្វើជាកូនរបស់យើងវិញម្ដងឯងកុំបារម្ភអីយើងនឹងមើលថែកូនរបស់ឯងឲ្យបានល្អបំផុតអត់ទេចម្ប៉ាខ្ញុំសូមអង្វរណាឆាប់ឲ្យកូនមកខ្ញុំវិញមកខ្ញុំរស់មិនបានទេបើគ្មានកូនអញ្ចឹងឯងទៅស្លាប់ឯណាក៏ទៅនាងមាលាកុំឲ្យយើងឃើញមុខឯងទៀតតោះកូនទៅនៅជាមួយម៉ែណាកូនណាកុំយកកូនខ្ញុំទៅអីចម្ប៉ាមីស្រីពូវែងអូយបងស្រីបងមកទីនេះធ្វើអីចម្ប៉ាឯងធ្វើបែបនេះធ្វើអីឯងកំពុងតែបង្រួតម្ដាយកូនគេហើយឯងធ្វើនឹងមានគិតខ្លះទេចម្ប៉ាចុះបងស្រីមានដែរយល់អារម្មណ៍ខ្ញុំខ្លះទេពួកវានាំគ្នាសាហាយស្មន់នៅមុខខ្ញុំឈឺចាប់ខ្លាំងណាស់តែក្មេងវាមិនដឹងអីទេឯងឆាប់យកទៅឲ្យម្ដាយរបស់គេវិញទៅប្អូនស្រីហួសពេលឲ្យបងស្រីព្រោះនាងមាលាវាទាស់សរសៃស្លាប់បាត់ហើយចម្ប៉ាឯងសាងបាបធ្ងន់ណាស់ដឹងទេចុះក្មេងនេះឯងគិតយ៉ាងម៉េចខ្ញុំនឹងយកកូននេះមកធ្វើជាកូនរបស់ខ្ញុំបងស្រីកុំបារម្ភអីឯងចង់សងសឹកក្មេងនេះទៀតមែនទេចម្ប៉ាបងសុំណាក្មេងវាមិនដឹងអ្វីទេអត់ទេបងស្រីខ្ញុំសន្យាខ្ញុំនឹងចិញ្ចឹមក្មេងនេះឲ្យបានល្អបំផុតបងជឿខ្ញុំម្ដងទៅណាបងបានបងជឿឯងម្ដងទៅចុះព្រោះមនុស្សគេយកសម្ដីតែបើឯងចរិតថោកបងមិនលើកលែងឲ្យឯងទេយ៉ាងម៉េចហើយកូនស្រីពុំងារបន្ទាប់ពីដឹងរឿងអស់ហើយតើកូននៅស្រឡាញ់ម៉ែទៀតទេអ្នកម៉ែបញ្ចប់ត្រឹមនឹងទៅខ្ញុំដឹងថាអ្នកម៉ែក៏ឈឺចាប់បន្តិចដែរតែអ្វីវាហួសអស់ទៅហើយមិនអាចកែប្រែអ្វីបានទេយើងមិនឈប់ទេយើងសប្បាយចិត្តទៅវិញទេនៅពេលដែលយើងឃើញឯងឈឺចាប់វេទនាហើយយើងនឹងព្យាបាទឯងរហូតដល់ថ្ងៃឯងស្លាប់បានហើយអ្នកមីងខ្ញុំមិនព្រមឲ្យអ្នកមីងហ្នឹងធ្វើបាបអូនពុំងារបានទៀតទេខ្ញុំស៊ូស្លាប់នាងចម្ប៉ាឈួតហើយកុំរវល់នឹងគេអីឆាប់ត្រឡប់ទៅវិញទៅណាចម្ប៉ាអើយកាយខ្លួនទៅប្អូនយើងមានតែពីរអ្នកបងប្អូនទេហើយបងក៏មិនចង់ឃើញប្អូនគិតខុសដែរអត់ទេខ្ញុំស្អប់ពួកវាណាពួកវាបំផ្លាញជីវិតខ្ញុំឯងក៏ដូចគ្នាដែរនាងពុំងារយើងស្អប់ឯង
យើងស្អប់នឹងឯងខ្លាំងណាស់អ្នកម៉ែខ្ញុំសុំទោសខ្ញុំសុំទោស នាងចំប៉ានាងឯងបំផ្លាញជីវិតរបស់យើងណាថ្ងៃនេះយើងនឹងសម្លាប់នាងឯងដោយផ្ទាល់ដៃរបស់យើង បងម៉ែនទុកកំភ្លើសិនទៅបងនេះបងកាត់អីហ្នឹងខ្ញុំមិនយល់ទេ មិនយល់ហ៎នាងឯងស្លាប់ទៅ បងម៉ែឈប់សិនធ្វើចិត្តឲ្យត្រជាក់សិនបង ពងងារបងសំទោសបងនេះពិតជាមិនល្អមែនដែលបោះបង់ក្របពេជ្រទៅស្រវាផ្លែលវាបងស្ដាយក្រោយខ្លាំងណាស់ពេលនេះបងចិត្តស្លាប់ហើយព្រោះតែនាងចំប៉ាវាអាក្រក់ណាស់បានចម្លងមេរោគមកឲ្យបង បងពិតជាស្ដាយក្រោយខ្លាំងណាស់ ទេមិនពិតទេមានតែឯងទេដែលមកចម្លងរោគឲ្យខ្ញុំអាមែនឯង ស្លាប់ទៅនាងកាកៃ យើងសប្បាយចិត្តណាស់ ម៉ែកុំកាត់អីណាម៉ែ ឆាប់នៅឲ្យស្ងៀមអាមេតយើងនឹងយកឯងទៅឲ្យប៉ូលីសណានៅស្ងៀម ពងងារឲ្យម៉ែសុំទោសផងម៉ែឆាប់ដឹងខ្លួនឡើងម៉ែចំប៉ាប្អូនរបស់បងហេតុអីក៏ប្អូនអាយុខ្លីម្លេះ ចាប់ពីថ្ងៃនេះទៅក្មួយអស់ទុកអស់ទោសហើយណាក្មួយណាកាត់ចិត្តទៅណាអូនណាបងនឹងមើលថែអូនហ្នឹងអស់មួយជីវិតរបស់បងធានាក្នុងនាមជាកូនប្រុសណាអូនណា អូនអរគុណបងហើយដែលបងមិនដែលទុកអូនចោល បងនឹងចូលស្ដីដណ្ដឹងអូនឯងហ្នឹងណាឆាប់នេះតែម្ដងបងមិននៅឯឯកាទេណាអូនគ្រួសាររបស់យើងណា នឹងរស់នៅជាមួយគ្នាជារៀងរហូតណាអូនណា ចាបងខ្ញុំមិនរារែកទេអូនប្រកល់ជីវិតជូនបងហើយ